ជំរាបសួរលោកគ្រូថ្ងៃនេះយើងមកធ្វើការងារបន្តទៀតគឺ user security ដែលមុនដំបូងគឺយើងទៅយក IP ពីជាមួយនឹង Visual Box របស់យើងបន្តមកទៀតយើងយក IP នោះដើម្បីទៅ login ជាមួយនឹង Gitbus ឥឡូវនេះយើងបាន login រួចរាល់ហើយហ្នឹងការងារដំបូងគឺយើងត្រូវបង្កើត user ជាមុនសិនអញ្ចឹងយើងបង្កើត user មួយថ្មីទៅដោយដាក់ឈ្មោះខ្ញុំតែម្ដងយើងបង្កើតទៅគឺយើងប្រើជាមួយនឹង command sudo add user យើង កន្លែង full name យើងចោលទៅចឹងបន្ទាប់ពីយើង add ហើយគឺយើងនឹងទៅឆែកមើលវាវិញម្ដងចឹងយើងនឹងប្រើ command cat /etc pass wd ចឹងពេលយើង run command cat etc pass wd នេះគឺយើងនឹងឃើញ user ឈ្មោះរបស់យើងដែលយើងបានបង្កើតមុនហ្នឹងឥឡូវនេះយើង clear វាមួយចោលទៅដើម្បីយើងចូលទៅកាន់ការឆែកinfo របស់ user password របស់យើងចឹងយើងឃើញថាយើងបានបដូរ password ថ្ងៃចុងក្រោយគឺថ្ងៃទី13ខែមេជាមួយនឹង password expired never ដែលយើងបានដាក់ទេ inactive ដូចគ្នា account expired ក៏ដូចគ្នាដែរហើយ minimum number of day between password change ក៏0ដូចគ្នាអានេះគឺជា default របស់វាហើយជាមួយនឹងការ warning មុននឹង password expired គឺមានចំនួន2ថ្ងៃម្ដងទៀតគឺយើងចូលទៅការកែប្រែចំនួន last password change ដែលយើងចង់កែថ្ងៃហើយជាមួយនឹងចំណុចបន្តទៀតឥឡូវនេះគឺយើងធ្វើការដូរថ្ងៃចំនួនដូរថ្ងៃទៅលើ last password change ដែលយើងប្រើជាមួយនឹងcommand មួយដែលមានឈ្មោះថា sudo change sudo change .d យើងប្រើជាមួយនឹង .d 2026 5 1ហើយជាមួយនឹងឈ្មោះ user របស់យើងហើយយើងទៅឆែកមើលម្ដងទៀតទៅគឺយើងនឹងឃើញវាបានបដូរថ្ងៃចំនួនទៅថ្ងៃ1ខែ5 2026វិញតើពីយើងបដូររាល់ហើយគឺយើងចង់បដូរម្ដងទៀតគឺយើងចង់បដូរទៅលើ password expire របស់យើងអញ្ចឹងយើងចង់ឲ្យវា expire នៅថ្ងៃណាអញ្ចឹងយើងវាយ command sudo .charge ហើយយើងប្រើជាមួយនឹង m ធំហើយដាក់30ជាមួយនឹង30ថ្ងៃយើង enter មកហើយយើងទៅឆែកមើលវាម្ដងទៀតនោះយើងនឹងឃើញ password expire របស់យើងគឺនៅថ្ងៃទី31ខែ5នេះតទៅទៀតគឺយើងទៅហើយកន្លែង maximum number of day between password change របស់យើងគឺបានកែប្រែទៅលេខ30ដូចគ្នាចំនួន30ថ្ងៃតទៅទៀតគឺយើងទៅកែប្រែទៅលើ minimum number of day between password change របស់យើងម្ដងគឺយើងប្រើជាមួយនឹង sudo change ដូចគ្នាតែយើងប្រើជាមួយនឹង តូចហើយខ្ញុំដាក់ឲ្យវាមានចំនួន5ថ្ងៃហើយយើង enter វាទៅយើងទៅឆែកមើលទិន្នន័យរបស់ user របស់យើងដូចគ្នាគឺវានឹងបានផ្លាស់ប្ដូរ minimum
number of day between password change ទៅចំនួនលេខ5ថ្ងៃអញ្ចឹងយើងទៅដូរកន្លែងមួយទៀតគឺកន្លែង password inactive នៅពេលដែល password វា expire ហើយគឺយើងនឹងទុកចន្លោះពេលរយៈពេលប្រហែលថ្ងៃដែលអាចឲ្យ user នោះនៅតែអាចផ្លាស់ប្ដូរបានអញ្ចឹងយើងប្រើជាមួយនឹង command sudo patch ដក i ម្ដងដក i ធំហើយយើងថែមចំនួន5ថ្ងៃជាមួយនឹងឈ្មោះ user របស់យើងហើយយើងទៅ list មើលវាទៅគឺយើងនឹងឃើញដាក់ password inactive នៅថ្ងៃទី5 ខែ 6 ឆ្នាំ 2026បន្តមកទៀតគឺខ្ញុំចង់បដូរជាមួយនឹងការ warning password មុននឹង expire មានន័យថាមុននឹង expire ប្រហែលថ្ងៃគឺវានឹង alert ឲ្យយើងប្រាប់មុនប្រហែលថ្ងៃអញ្ចឹងយើងប្រើជាមួយនឹង command sudo.chat ដូចគ្នាតែយើងប្រើជាមួយនឹង.w ធំហើយយើងចង់តែវាដូរដាក់ចំនួន8ថ្ងៃ enter ទៅហើយយើងឆែកមើលវាមកគឺវានឹងឃើញមានកន្លែងនេះគឺចំនួន8ថ្ងៃហើយនៅក្នុង account expire ខ្ញុំចង់កែប្រែវាចំនួន account expire របស់វាកន្លែងនេះវាដាក់ never expire អញ្ចឹងយើងចង់កែប្រែវាយើងប្រើជាមួយនឹង command sudo ដូចគ្នាហើយកន្លែងយើងដាក់.e ធំហើយវាយជាមួយថ្ងៃដែលយើងចង់ដាក់ខ្ញុំចង់ដាក់នៅខែ6ថ្ងៃទី11 2026អញ្ចឹងយើងវាយថ្ងៃខែមក2026 06 ថ្ងៃ11ទៅទៀតគឺយើង enter ទៅហើយយើងទៅឆែកមើលវាអញ្ចឹងយើងនឹងឃើញថា account នឹង expire នៅថ្ងៃទី11ខែ6ឆ្នាំ2026នេះអញ្ចឹងបន្ទាប់ពីយើង set រួចរាល់ហើយឥឡូវនេះគឺយើងចូលទៅចំណុចបន្តទៀតគឺយើង set password set strong password ហើយក្នុងនេះផងដែរគឺយើងនឹងប្រើ command មួយយើងនឹងប្រើ command មួយសម្រាប់ install វាជាមុនសិនគឺយើងប្រើជាមួយនឹង command sudo ហើយនេះគឺយើង clear មួយចោលសិនទៅយើងប្រើជាមួយនឹង command sudo apt install install li មកយើងវាយយ៉ាងទៅហើយនឹង install ឲ្យយើងតែឥឡូវនេះយើងឃើញថាវាបាន install រួចរាល់ហើយឥឡូវនេះយើង clear មួយសិនហើយយើងនឹងវាយ command មួយសម្រាប់ចូលទៅកាន់ការ set password command មួយដែលមានឈ្មោះថា sudo vm/etc/command.password ឥឡូវយើងបានចូលមកកាន់កន្លែងហ្នឹងរួចរាល់ហើយអញ្ចឹងឥឡូវនេះយើងចូលដល់កន្លែង insert យើងត្រូវមក insert នៅខាងនេះត្រូវវាយ command មួយចំនួននៅក្នុងនេះគឺយើងប្រើជាមួយនឹង winland 10យើងឲ្យវាមានតួអក្សរ10តួហើយជាមួយនឹង credit ស្មើ11ដែលយើងឲ្យមានអក្សរធំមួយតួអញ្ចឹងបន្ទាប់ពីយើងដាក់អក្សរធំហើយយើងដាក់ទៅលើអក្សរតូចយើងប្រើជាមួយនឹង l credit ស្មើ11យ៉ាងណាក៏មានអក្សរតូចមួយអក្សរដែរបន្ទាប់ទៀតគឺយើងប្រើជាមួយនឹង d credit ស្មើ11យ៉ាងហោចណាស់ក៏មានលេខនៅក្នុងតួអក្សរដែរបន្ទាប់ទៀតគឺយើងប្រើជាមួយនឹង o credit credit ស្មើ11យ៉ាងហោចណាស់ក៏មាននិមិត្តសញ្ញាមួយនៅក្នុងតួអក្សរដែរយើងផ្ទៀងមើលម្ដងទៀតគឺ mainland ស្មើ10 u credit ស្មើ11 l credit ស្មើ11 d credit ស្មើ11 o credit ស្មើ11តែមានរួចរាល់ហើយគឺយើងនឹងចេញពីកន្លែងហ្នឹងគឺយើងប្រើជាមួយនឹង key escape ហើយសញ្ញាចុច2 wq ឥឡូវនេះយើងបានចេញពីហ្នឹងរួចរាល់ហើយបន្ទាប់ពីយើង set ឲ្យវារួចបន្តមកគឺយើងមកតេស្តទៅលើលក្ខខណ្ឌដែលយើងបាន set រួចរាល់
ចូល password យើងវាយជាមួយនឹង password current password token manipulation error password option ហើយមកទៀត khi nàoយើង clear វាចោលទៅ ហើយយើង clear មួយសិនយើងវាយយើងចូល password ចូល password អញ្ចឹងមិញយើងតែលើការមានអក្សរធំមួយតូចមួយនិមិត្តសញ្ញាមួយលេខមួយយ៉ាងហោចណាស់មានចំនួនមួយទាំង3ប្រភេទហ្នឹងនៅក្នុង password របស់យើងទៅវាដែរហើយមួយទៀតគឺចំនួន password របស់យើងគឺលើសពី10ឥឡូវនេះតែលើ uppercase យើងវាយ password របស់យើងបើ password នោះគឺវានឹង load alert យើងប្រាប់ថាpassword របស់យើងគឺត្រូវយ៉ាងហោចណាស់ក៏មាន uppercase មួយអញ្ចឹងឥឡូវនេះគឺយើងវាយuppercase ទាំងអស់ហើយមាននិមិត្តសញ្ញាដែរប៉ុន្តែអត់មានអក្សរតូចទេនោះវានឹងបញ្ជាក់ប្រាប់យើងថា password content less than one lowercase letter មានថាគឺ password គឺត្រូវតែមានលេខអក្សរតូចមួយឥឡូវយើងតែលើលេខម្ដងយើងវាយ password មួយដែលអត់មានលេខតែយើងមាន uppercase lowercase ជាមួយនឹងនិមិត្តសញ្ញានោះវានឹង load វាថា the password content less than one digit មានន័យថាគឺយើងត្រូវតែដាច់ខាត់ត្រូវតែមានចំនួនលេខមួយនៅក្នុងហ្នឹងហើយនៅពេលដែលយើងវាយ password ខុសលក្ខខណ្ឌ3ដងគឺវានឹង load reset ឲ្យយើងវាយម្ដងទៀតអញ្ចឹងកន្លែងនេះគឺមិនមែនយើងវាយម្ដងទៀតទេគឺយើងត្រូវតែបានវាយម្ដងទៀតក៏ប៉ុន្តែវាអស់ retry ហ្នឹងយើងត្រូវវាយម្ដងទៀតswd មកហើយយើងវាយ password ចាស់យើងចូលទៅដូរមិញគឺយើងបានតែលើ uppercase lowercase ជាមួយនឹងលេខ digit អញ្ចឹងយើងឥឡូវនេះយើងតែលើនិមិត្តសញ្ញាម្ដងនោះវានឹងប្រាប់ទៀតថាគឺ none alpha numeric មានថាគឺយើងអត់មាននិមិត្តសញ្ញាទាំងអស់ទេអញ្ចឹងឧទាហរណ៍ថាយើងវាយគ្រប់ប៉ុន្តែវានៅក្រោមចំនួនលេខ10ចំនួន10ខ្ទង់វាថា password យើងក្រោម10ខ្ទង់អញ្ចឹងយើងតែធ្វើអានេះគឺយើងតែលើលក្ខខណ្ឌដែលមានគ្រប់ត្រូវលក្ខខណ្ឌទេប៉ុន្តែ password យើង short ជាង10អញ្ចឹងវានឹង load វាថា the password is shorter than 10 characters គឺថាគឺ password ទាមទារយ៉ាងហោចណាស់ចាប់ពី10ឡើងទៅឥឡូវនេះគឺយើងតេស្តអស់គ្រប់លក្ខខណ្ឌដែលយើងបាន set រួចរាល់ហើយឥឡូវនេះគឺយើងចាប់ផ្ដើមដាក់ password មួយដែលត្រឹមត្រូវតែម្ដងពេលដែលយើងវាយ password មួយដែលត្រឹមត្រូវហើយគឺវានឹងឲ្យយើង retype new password អញ្ចឹងយើងគ្រាន់តែ retype មកគឺ password យើងវានឹង load វាថា password update successfully ឥឡូវមួយទៀតគឺយើងបន្ទាប់ពីយើងតេស្តរួចរាល់ហើយគឺយើងទៅ check មើលជាមួយនឹង user password user បន្ថែមរបស់យើងដែលយើងបាន set លក្ខខណ្ឌឲ្យវាមួយចំនួនគឺវា load វាថា last password change ថ្ងៃទី1ខែ5ជាមួយនឹង password expire នៅថ្ងៃទី31ខែ5ហើយ password inactive នៅថ្ងៃទី5រីឯ account របស់យើងនៅ expire នៅពេលដែលផុត inactive គឺថ្ងៃទី11ជាមួយនឹងminimum number គឺត្រូវថ្ងៃ5 maximum 30ជាមួយនឹង warning មុននឹង expire ចំនួន3ថ្ងៃអញ្ចឹង user security របស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូជម្រាបលា